ការពីម្សិលមិញសម្ដេចនិយាយច្រើនជុំវិញតែរឿងទាំងអស់នេះជុំវិញរឿងបញ្ហាព្រំដែនបញ្ហាជាមួយនឹងបញ្ហាការទូតជាមួយនឹងថៃសម្ដេចនិយាយច្រើនហើយក៏មានកសែតរបស់ថៃជាច្រើនបានចុះផ្សាយថ្ងៃនេះមានរឿងច្រើនដែលកសែតថៃបានផ្សាយទី1លើកយកនៃដកស្រង់សម្ដីរបស់សម្ដេចដែលជួមសាមិញកសែតថៃបាននិយាយផ្សេងហើយថ្ងៃនេះក៏សម្ដេចចេញការបកស្រាយនិងបញ្យល់បន្ថែមទី2ក៏កសែតថៃជាច្រើនបានផ្សាយពីរឿងកម្ពុជាទទួលបានរត់ក្រោះយុទ្ធោបករណ៍ប្រយុទ្ធពីចិនជាច្រើនដែលបានទៅមកដល់កម្ពុជាដែលកសែតថៃបានចុះផ្សាយអញ្ចឹងឥឡូវយើងឃើញថានៅពេលដែលកម្ពុជាទទួលបានអ្វីពីការតំណាក់តំណងកិច្ចសហប្រតិបត្តិការជាមួយចិនកន្លងមកមិនមែនសម្រាប់តែពេលវេលានេះទេគឺកិច្ចសហប្រតិបត្តិការចិនកម្ពុជាចិនគឺមានយូរណាស់មកហើយបាទប៉ុន្តែជំនួយផ្សេងឬក៏សហប្រតិបត្តិការលើវិស័យផ្សេងជាច្រើនចុះឥឡូវនៅពេលដែលថៃកំពុងតែចោទថាកម្ពុជាត្រៀមលក្ខណៈអីចឹងសម្រាប់កម្ពុជាវិញមានការឆ្លើយតបហើយនៅបាទអញ្ចឹងកសែតថៃម្សិលមិញបានលើកឡើងអំពីរឿងកម្ពុជាទទួលបានរថក្រោះពីចិនចាក្នុងនោះមានកសែតថៃជាច្រើនអញ្ចឹងសេនាងមើលកសែតអីខ្លះជម្រាបជូនចានេះខ្ញុំលើកយកនៅសារព័ត៌មានមួយដែលបានចុះផ្សាយតាក់ទងជាមួយនឹងរឿងរ៉ាវនៃដែលភាគីថៃថាចិនបានបញ្ជូនគ្រឿងសព្វាវុធមកដល់កម្ពុជាយើងហើយក្នុងនោះមានកសែតខៅសុតកសែតថៃ Inquirer ចាហើយក៏ដូចជានៅបណ្ដាញសារព័ត៌មានមួយចំនួនដែលបានចុះហើយក្នុងនោះគឺមានការអះអាងថាប្រទេសចិនបានផ្ដល់នៅគ្រឿងសព្វាវុធយុទ្ធោបករណ៍ផ្សេងៗមកឲ្យកម្ពុជាហើយកម្ពុជាត្រូវបានដឹកបញ្ជូនទៅកាន់តំបន់ព្រំដែនដែលរូបភាពទាំងអស់ហ្នឹងត្រូវបានអ្នកនៅក្នុងបណ្ដាញសង្គមមួយចំនួនគាត់បានល្មើសនឹងបំរាមរបស់ក្រសួងការពារជាតិបានស្នើសុំមិនឲ្យមានការថតបង្ហោះរូបភាពចល័តកងទ័ពចល័តសកម្មភាពយោធាទេប៉ុន្តែនៅមានបងប្អូនយើងមួយចំនួនតូចគាត់មិនព្រមស្ដាប់តាមតតែសោះរហូតដល់មានថតយកទៅបង្ហោះនៅលើបណ្ដាញសង្គមទើបភាគីថៃចាប់បានយកមកចុះផ្សាយហើយរឿងនេះក៏ត្រូវបានអនុជំនួយការក្រសួងការពារជាតិរបស់ចិនដែលគាត់បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃដោយមិនមានការព្រៀងទុកនោះក៏បានជួបជាមួយនឹងក្រសួងការពារជាតិថៃមន្ត្រីក្រសួងការពារជាតិថៃហើយក៏បានបំភ្លឺទៅលើបញ្ហាហ្នឹងដែលថៃបានលើកឡើងថាចិនបានផ្ដល់ជំនួយជាយុទ្ធោបករណ៍មកដល់កម្ពុជាហើយក្នុងនោះដែរឃើញថាភាគីចិនបានពន្យល់តាក់ទងទៅនឹងបញ្ហាដែលថៃបានលើកឡើងបើយោងទៅតាមតំណាងយោធាចិនដែលជួបជាមួយនឹងមន្ត្រីការពារជាតិថៃដែលពួកគាត់បានគ្រោងនឹងពិភាក្សាយោធាចិនឬក៏អត់ទេជាទូការពារជាតិចាផ្នែកការពារជាតិនិងការពារជាតិពួកគាត់ជួបគ្នាដោយផ្សេងទេប៉ុន្តែគេលើកឡើងរឿងហ្នឹងចាអញ្ចឹងគឺចិននិងថៃនេះចាផ្នែកយោធាគឺពិភាក្សាលើវិស័យមួយចំនួននៅក្នុងកិច្ចសហប្រតិបត្តិការហើយក៏បានលើកយករឿងរ៉ាវរបស់កម្ពុជាទៅជួបនិយាយនៅក្នុងពេលនោះហើយក៏បញ្ជាក់ថាកម្ពុជាទទួលបានរថក្រោះប្រភេទ 59D ដែលផលិតដោយចិនចំនួន39គ្រឿងហើយកំពុងដាក់ពង្រាយនៅចាចិត្តព្រំដែនថៃកម្ពុជាថៃអានេះនាងខ្ញុំនិយាយទៅតាមកសែតថៃដែលបានចុះគឺកសែតខៅសុតអញ្ចឹងភាគីចិនគេក៏បានបញ្យល់ទៅលើបញ្ហាហ្នឹងគេថានេះគឺជាផ្នែកមួយនៃកម្មវិធីជំនួយផ្នែកយោធាយូរអង្វែងរវាងចិននិងកម្ពុជាហើយគម្រោងនេះគឺគ្រោងទុកយូរមកហើយតាំងពីមុនមានភាពតានតឹងនៅព្រំដែនជាមួយនឹងថៃកម្ពុជានឹងមកម្លេះចាមន្ត្រីចិនក៏និយាយទៀតថារថក្រោះទាំង39គ្រឿងនេះគឺជារថក្រោះចាជើងទី1ចាក្នុងចំណោមរថក្រោះប្រភេទ 59D ទាំងអស់ដែលនឹងផ្ដល់មកឲ្យកម្ពុជាសរុប93គ្រឿងចានៅក្រោមការរៀបចំកិច្ចសហប្រតិបត្តិការយោធាប្រចាំឆ្នាំជាមួយសាធារណរដ្ឋប្រជាមានិតចិនហើយនៅក្នុងនោះកាសែតខៅសុតក៏បានលម្អិតទៀតថារថក្រោះប្រភេទ 59D នេះ
cứត្រូវបានអភិវឌ្ឍឡើងដោយមានបំពាក់កាំភ្លើងធំ 105 មីលីម៉ែត្រ ជំនួសកាណុង 100 មីលីម៉ែត្រ កាលពីដើមឡើយនោះហើយរថក្រោះនេះក៏មានការបំពាក់នៅប្រព័ន្ធចាប់កម្ដៅប្រព័ន្ធចាប់រូបភាពនិងប្រព័ន្ធចាប់គោលដៅនៅពេលយប់ហើយនឹងមានប្រព័ន្ធការពារ បច្ចេកវិទ្យាយ៉ាងពិសេសត្រូវបានរចនាឡើងដើម្បីទប់ទល់ចាប់ប្រព័ន្ធគ្រាប់រ៉ុកែតក៏ដូចជាចាប់កំជ្រួចវងចាគឺស្ទាក់ចាប់បានទាំងអស់ចាប្រឆាំងបានទាំងអស់ហើយនេះគឺជាការបញ្ជាក់ពីកាសែតខៅសុទ្ធដែលទៅសេមកនៅក្នុងជំនួបរវាងផ្នែកតំណាងយោធាចិនជាមួយនឹងថៃហើយនៅក្នុងបញ្ហានេះដែរគឺត្រូវបានលើកឡើងហើយភាគីចិនក៏បានបញ្ជាក់ជូនទៅភាគីថៃទៅតាមអ្វីដែលនាងខ្ញុំបានជម្រាបជូនបែបហ្នឹងចា បាទប្រិមិត្តយើងមិនមានអីអត្ថាធិប្បាយពីខាងប្រមុខការពារជាតិយើងនៅឡើយទេក៏ប៉ុន្តែខ្ញុំដែលបានលើកឡើងនៅក្នុងម៉ោងផ្សាយនេះគឺដោយយោងទៅលើកាសែតថៃគេបានផ្សាយនិយាយចឹងចា៎ហើយក៏នៅខាងមន្ត្រីការពារជាតិរបស់ចិនក៏បានបកស្រាយនៅក្នុងកាសែតនោះស្រេចហើយចា៎នោះស្រេចហើយក៏ប៉ុន្តែបើនិយាយអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិនហ្នឹងគឺលោកអ្នកបានជ្រាបហើយថាដែលយើងរហូតដល់ប្រើពាក្យថាមិត្តដៃថែបនោះចា៎អញ្ចឹងធម្មតាកិច្ចសហប្រតិបត្តិការនេះគឺមួយឆ្នាំគឺភាគីទាំងពីរតែងតែទទួលបាននៅជំនួយផ្សេងតាមវិស័យដែលមានការតំណាក់តំណងនឹងកិច្ចសហប្រតិបត្តិការហ្នឹងអញ្ចឹងបើតកតងជាមួយនឹងវិស័យការពារជាតិដូចជាទឹមផ្ដាល់មកអញ្ចឹងបើសិនជាកម្ពុជាទទួលបានហើយវាជារឿងធម្មតាសម្រាប់វិស័យការពារជាតិហើយថៃក៏ដូចគ្នាដែរថៃទិញយន្តហោះពីដែលស៊ុយអែតទិញយន្តហោះពីសហរដ្ឋអាមេរិកទិញពីបណ្ដាប្រទេសផ្សេងអានឹងជាសិទ្ធិរបស់រដ្ឋមួយតែគាត់វិស័យការពារជាតិរបស់គាត់ហើយកម្ពុជាក៏សម្រាប់គុតគង់លើវិស័យការពារជាតិរបស់កម្ពុជាដែរចា៎អាហ្នឹងវាជារឿងធម្មតាប៉ុន្តែសំខាន់សួរថាតើយកអានឹងមកដើម្បីចាប់ដើមប្រយុទ្ធទេអត់សំដៅទៅលើការប្រយុទ្ធទេព្រោះកម្ពុជាកន្លងមកដែលមានយន្តការទៅជែកនឹងដោះស្រាយម្ដងហើយម្ដងទៀតមានក្តៅមានត្រជាក់គឺកម្ពុជាតែងតែនិយាយអំពីបញ្ហាផ្លូវច្បាប់បញ្ហាយន្តការដែលមានស្រាប់បាទនេះជាចំណុចមួយដែលកម្ពុជាបានបញ្ជាក់ចា៎ឥឡូវដូចជាម្សិលមិញដែលសម្ដេចបានថ្លែងនៅក្នុងនៃជំរុំនៃភូមិរបស់បងប្អូនជនភេសកសម្ដេចបានលើកឡើងកិច្ចការព្រំដែនជាច្រើនប្រាប់ប្រជាពលរដ្ឋប្រាប់ជនរួមជាតិរបស់យើងហើយក៏កាសែតថៃក៏យកទៅចុះផ្សាយដែរហើយមានពេលខ្លះកាសែតថៃគាត់ស្រង់យកសម្ដីលើចា៎